សៀវភៅដើរតាមបេះដូងវគ្គទី9 3ផ្លាស់ប្ដូរទិសដៅរបស់អ្នកឪពុករបស់ខ្ញុំតែងតែធ្វើអ្វីដែលគាត់ចង់ធ្វើពេលខ្លះគាត់ធ្វើជាអ្នកដើរសមុទ្រពេលខ្លះគាត់ធ្វើជាអ្នកកាប់ជ្រូកជាកសិករជាអ្នកច្នៃវត្ថុផ្សេងៗជាជាងគំនូរនិងជាអ្នកអភិវឌ្ឍខាងវិស័យអចលនទ្រព្យខ្ញុំធំដឹងក្តីមកនៅក្នុងផ្នែកជំនឿថាការងារគឺជារបស់ម្យ៉ាងដែលអ្នកចង់ធ្វើខ្ញុំបានសន្និដ្ឋានថានៅពេលណាអ្នកចង់ធ្វើមុខរបរថ្មីមួយអ្នកចាប់ផ្ដើមមានរបស់ចូលចិត្តថ្មីនៅក្នុងគ្រួសារផ្សេងមានមនុស្សជាច្រើនត្រូវការកម្លាំងចិត្តជំនះសម្ពាធពីឪពុកម្ដាយរបស់ពួកគេដើម្បីអាចធ្វើដំណើរទៅតាមក្តីសុបិនរបស់ខ្លួនឯខ្ញុំវិញគឺមិនដូចពួកគេឡើយនៅពេលខ្ញុំប្រាប់ឪពុករបស់ខ្ញុំថាខ្ញុំចង់ឈប់រៀនច្បាប់ដើម្បីធ្វើជាជាងគំនូរម្នាក់គាត់ឆ្លើយថាបើវាជារបស់ដែលខ្លួនឯងចូលចិត្តវាពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំបានគូរគំនូររហូតដល់ខ្ញុំមានអាយុពាក់កណ្ដាល20ឆ្នាំទើបខ្ញុំប្រែជាចាប់ផ្ដើមអារម្មណ៍នឹងផលប្រយោជន៍នៃអត្តចរិតវិជ្ជមានមកដល់ចំណុចនេះខ្ញុំក៏បានសម្រេចចិត្តផ្លាស់ប្ដូរជំនាញនៃការគូរគំនូរឲ្យក្លាយទៅជាការកម្សាន្តជាជាងកំណត់វាជាអាជីវកម្មរបស់ខ្ញុំហើយខ្ញុំចាប់ផ្ដើមបង្រៀនសិក្ខាសាលាស្ដីអំពីការអភិវឌ្ឍខ្លួនឯងដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតមកដល់អាយុ30ឆ្នាំខ្ញុំចាប់ផ្ដើមសរសេរសៀវភៅហើយដើម្បីផ្សព្វផ្សាយសៀវភៅរបស់ខ្ញុំត្រូវធ្វើជាមនុស្សដែលពូកែខាងគូតុក្កតាឥឡូវនេះខ្ញុំចំណាយពេលវេលាភាគច្រើនធ្វើជាវាគ្មិននិយាយនៅក្នុងសន្និសីទនិងសិក្ខាសាលានានាខ្ញុំបានបង្ហាញបទពិសោធន៍របស់ខ្ញុំខ្លះៗគឺដើម្បីបង្ហាញអំពីមូលហេតុដែលខ្ញុំសរសេរសៀវភៅនេះវាធ្វើឲ្យខ្ញុំភ្ញាក់ព្រឺតនៅពេលរកឃើញថាមនុស្សជាច្រើនមិនបានគិតថាខ្លួនអាចធ្វើការដែលពួកគេស្រឡាញ់ចូលចិត្តដើម្បីរកឃើញអត្ថន័យនៃជីវិតនិងសេចក្តីរីករាយនៅក្នុងការងាររបស់អ្នកត្រូវតែធ្វើទៅតាមដួងចិត្តរបស់អ្នកខ្ញុំមិនត្រឹមតែជឿជាក់លើវាតែប៉ុណ្ណោះទេតែខ្ញុំថែមទាំងកំពុងរស់នៅទៅតាមដួងចិត្តរបស់ខ្ញុំថែមទៀតផងពិតណាស់មិនមែនមនុស្សម្នាក់សុទ្ធតែចង់ធ្វើការឯករាជ្យដោយខ្លួនឯងនោះទេមានកលៈទេសៈខ្លះវាសឹងតែមិនអាចទៅរួចដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនមួយអ្នកមិនដែលជួបអ្នកគ្រប់គ្រងធនាគារឯករាជ្យឬអ្នកបើកយន្តហោះឯករាជ្យដោយខ្លួនឯងឡើយហើយមានមនុស្សជាច្រើនប្រាថ្នាចង់បានការងារតែមួយជាជាងការងារច្រើនជំពូកប៉ុន្តែខ្ញុំភ្ញាក់ខ្លាំងណាស់នៅពេលឃើញមនុស្សច្រើនមែនទែនដែលកំពុងធ្វើការដែលខ្លួនឯងស្អប់ខ្ពើមហើយជាញឹកញាប់ពួកគេធ្វើវាព្រោះតែមានផ្នត់ជំនឿជឿថាគ្មានទេការងារដែលខ្លួនចូលចិត្តនៅលើโลกនេះហើយអ្វីដែលខ្ញុំតែងតែកត់សម្គាល់ឃើញគឺយើងតែងតែជ្រើសរើសការងារដោយផ្អែកទៅលើប្រព័ន្ធជំនឿរបស់យើងជានិច្ចយើងជាច្រើនត្រូវបានជ្រើសរើសវិថីការងារដោយយុវវ័យល្ងងម្នាក់ពោលគឺខ្លួនយើងនឹងឯងបើអ្នកបានជ្រើសរើសការងារទី1កាលនៅអាយុ17ឆ្នាំប្រហែលឥឡូវនេះវាដល់ពេលហើយដែលអ្នកត្រូវជ្រើសរើសម្ដងទៀតចូលមានគំនិតខ្លួនថាត្រូវសាកល្បងធ្វើការងារឲ្យបានច្រើនប្រភេទនៅក្នុងជីវិតរបស់អ្នកចូលឧបមាថាអ្នកចង់បង្រៀនខាងតន្ត្រីប៉ុន្តែអ្នកបែរខ្លាយទៅជាវិស្វករទៅវិញដើម្បីបំពេញចិត្តឪពុករបស់អ្នកជារៀងរាល់ថ្ងៃពាក្យរបស់ឪពុកអ្នកតែងតែរោនៅក្នុងត្រចៀករបស់អ្នកឥឡូវនេះឯងមានឱកាសល្អណាស់ចំនួនប៉ាមិនដែលធ្លាប់មានឱកាសល្អបែបនេះទេប៉ាតែងតែប្រាថ្នាចង់ធ្វើជាអ្នកសាងសង់ស្ពានតែវាគ្មានឱកាសតែអ្នកគួរធ្វើបែបណាទៅគឺអ្នកត្រូវអង្គុយចុចព្យ៉ាណូព្រោះវាជាក្តីសុបិនរបស់អ្នកមូលហេតុដែលអ្នកត្រូវធ្វើបែបនេះគឺទី1គឺអ្នកត្រូវធ្វើដើម្បីបំពេញផលចំណេញឲ្យឪពុករបស់អ្នកទៅវិញទេមនុស្សម្នាក់មិនអាចរស់នៅក្នុងជីវិតរបស់ជនផ្សេងបានឡើយដូច្នេះឪពុករបស់អ្នកត្រូវរករបស់ដែលគាត់ចូលចិត្តនៅក្នុងជីវិតដោយខ្លួនឯងនៅខណៈពេលដែលអ្នកលះបង់ខ្លួនឯងដើម្បីបំពេញចិត្តរបស់គាត់អ្នកកំពុងតែបង្អាក់ការលូតលាស់របស់គាត់ទៅវិញទេហើយទង្វើនេះក៏បង្អាក់ដល់ការលូតលាស់របស់អ្នកផងដែរអ្នកមិនមែនកើតមកទីនេះដើម្បីបំពេញក្តីសុបិនទាំងអស់របស់ឪពុកម្ដាយរបស់អ្នកឡើយហើយទី2អ្នកធ្វើបែបនេះគឺដើម្បីបំពេញផលប្រយោជន៍ឲ្យខ្លួនឯងដែលបានចំណាយពេល4ឆ្នាំធ្វើជាវិស្វកររួចទៅហើយចុះហេតុអ្វីអ្នកត្រូវចំណាយពេល40ឆ្នាំទៀតនៃជីវិតចុងក្រោយដើម្បីបន្តធ្វើការដែលអ្នកស្អប់ខ្ពើមនោះទៀតវាអាក្រក់ខ្លាំងណាស់ចំពោះដួងចិត្តរបស់អ្នកវាអាក្រក់ខ្លាំងណាស់ចំពោះសុខភាពរបស់អ្នកហើយអ្នកនឹងធ្លាក់ទៅកាន់ទុរគតភាពមិនខានតើអ្នកត្រូវតែមានកិច្ចការជាទីស្រឡាញ់ទើបអាចធ្វើវាបានល្អមែនទេតើលោក Beethoven ស្រឡាញ់តន្ត្រីណាស់មែនទេតើលោក Ferrari ចូលចិត្តឡានប្រណាំងណាស់មែនទេឥឡូវចូលយកដុកទ័រ2នាក់មកនិយាយ
ដុកទ័រម្នាក់មានចំណងក្នុងការព្យាបាលជំងឺនៃអ្នកជំងឺរបស់គាត់ម្នាក់ទៀតមានចំណងនឹងឡានម៉ាក BMW របស់គាត់តើដុកទ័រមួយណាដែលអ្នកជ្រើសរើសដើម្បីវះកាត់ថងប្រមាថរបស់អ្នកប្រហែលនិយាយថាបើអញ្ចឹងមានន័យថាខ្ញុំគួរឈប់ពីការងារពីការចល័យនៃប្រៃសណីយ៍ហើយចាប់ផ្ដើមបង្កើតក្រុមភ្លេងវិញហើយមែនទេតើអ្នកចង់ចាប់ផ្ដើមដោយគ្មានចំណេះលេងភ្លេងសំបីតែមួយបទនិងគ្មានបទពិសោធន៍រៀបចំក្រុមភ្លេងបែបនេះឬពេលខ្លះយើងចិត្តក្តៅចង់ចាប់ផ្ដើមធ្វើអ្វីមួយភ្លាមៗដែលមិនបានត្រៀមសមត្ថភាពទុកជាមុនហើយនេះគឺជាការប្រថុយប្រថានខ្លាំងណាស់ដូច្នេះអ្នកត្រូវតែអភិវឌ្ឍសមត្ថភាពរបស់អ្នកត្រូវតែពង្រីកចំណេះដឹងរបស់អ្នកត្រូវតែសិក្សារៀនសូត្រត្រូវតែទាមទារជំនាញសម្រាប់ខ្លួនហើយបន្ទាប់មកចាំអ្នកបោះជំហានទៅធ្វើការងារដែលអ្នកស្រឡាញ់ចូលចិត្ត Fred និយាយថាប៉ុន្តែខ្ញុំមានគ្រួសារដែលត្រូវចិញ្ចឹម3បាច់តើអ្នកចង់ឲ្យខ្ញុំឈប់ពីការងារយ៉ាងម៉េចទៅណែ Fred បើបេះដូងរបស់លោកមិននៅក្នុងខ្លួនទេហើយវាស្ថិតនៅកន្លែងណាផ្សេងការផ្លាស់ប្ដូរនេះមើលទៅគឺជាជម្រើសរយៈពេលវែងតែមួយគត់របស់លោកការធ្វើការដើម្បីតែលុយមនុស្សជាច្រើនទៅនេសាទត្រីពេញមួយជីវិតរបស់ពួកគេដោយមិនបានដឹងការពិតសោះថាសេចក្តីស្រេកឃ្លានមិនចេះឈប់ឈររបស់ពួកគេគឺមិនមែនបណ្ដាលមកពីត្រីនៅក្នុងបឹងនោះទេបើអ្នកទៅធ្វើការដើម្បីតែលុយអ្នកនឹងគ្មានសេចក្តីរីករាយសោះឡើយហើយអ្នកក៏ប្រហែលជារកលុយមិនបានច្រើនផងក៏មិនដឹងលុយគ្រាន់តែជានុយដែលពិភពលោកប្រើដើម្បីបញ្ឆោតនឹងសារបងអ្នកក្នុងការស្វែងរកការងារដែលអ្នកស្រឡាញ់ចូលចិត្តតែប៉ុណ្ណោះនៅក្នុងជំពូកទី4ខ្ញុំបាននិយាយអំពីការមិនជាប់ជំពាក់នៅពេលអ្នកពិតជាស្រឡាញ់របស់មួយអ្នកកាន់តែមិនសូវជាប់ជំពាក់នឹងរឿងលុយកាក់ហើយជានិច្ចកាលអ្នកអាចរកលុយបានកាន់តែច្រើនទៅវិញទេលុយគឺជាហ្គេមវាមានន័យថាអ្នកឈ្នះតាមរយៈការចូលលេងនៅក្នុងសកម្មភាពហ្គេមគឺមិនមែនតាមរយៈការអង្គុយព្រួយបារម្ភអំពីពិន្ទុនោះឡើយមែនហើយអ្នកអាចសប្បាយរីករាយនឹងលុយដែលអ្នកទទួលបានប៉ុន្តែការលះបង់គឺធំធេងជាងរឿងលុយកាក់នេះទៅទៀតការងារអ្វីក៏ដោយឲ្យតែអ្នកកំពុងធ្វើនេះពេលនេះអ្នកកំពុងតែប្រកួតប្រជែងជាមួយនឹងមនុស្សដែលចូលចិត្តធ្វើការងារដែលអ្នកកំពុងមាននេះដែរបើអ្នកមិនចូលចិត្តការងាររបស់អ្នកនោះទេអ្នកនឹងបាត់បង់វាដោយសារតែអ្នកទាំងនោះចូលមកដណ្ដើមវាពីដៃរបស់អ្នកមិនខានតើមានចន្លោះទំនេរសម្រាប់អ្នកដែរឬទេវាតែងតែមានចន្លោះទំនេរជានិច្ចដើម្បីបង្កើតភាពល្អឥតខ្ចោះមនុស្ស 80% គឺជាមនុស្សល្អប៉ុន្តែក៏ជាមនុស្សដែលតោកយ៉ាកខ្លះៗផងដែរតែអ្នកធ្លាប់ជិះតាក់ស៊ីដែលស្អាតបាតមានអនាម័យច្រើនញឹកញាប់ប៉ុណ្ណាតើពេលណាខ្លះដែលអ្នកបានទៅជួបដុកទ័រទាន់ពេលវេលាតើអ្នកទទួលសេវាកម្មល្អនៅក្នុងភោជនីយដ្ឋានបានញឹកញាប់ប៉ុណ្ណាការធ្វើកិច្ចការដែលអ្នកស្រឡាញ់ចូលចិត្តមិនមែនមានន័យថាតតែអ្នកនឹងទទួលបានការហ្វឹកហាត់ការងាររាប់សិបឆ្នាំឬតតែអ្នកនឹងទទួលបានប្រាក់ខែខ្ពស់នោះឡើយហើយទង្វើបែបនេះតាមពិតទៅអាចបណ្ដាលឲ្យមានមហន្តរាយកើតឡើងទៅវិញទេភរិយារបស់ខ្ញុំតែងតែទៅហាងសម្អាងការរបស់ Daniel ដែលនាងជួលនៅកែងផ្លូវធំមួយនៅពេលម្ចាស់ហាងបង្កើនថ្លៃឈ្នួលទ្វេដង Daniel ក៏ទទួលរងវិបត្តិធ្ងន់ធ្ងរពេលនោះនាងប្រមូលគ្រឿងសម្អាងទាំងអស់មកដាក់ក្នុងឡាំងដែលគេប្រើសម្រាប់ដាក់សម្ភារៈស្ទូចត្រីហើយចាប់ផ្ដើមដើរធ្វើក្រចកតាមផ្ទះដោយជិះម៉ូតូរបស់នាងធ្វើការទាន់ម៉ោងផ្ដល់សេវាកម្មល្អបំផុតហើយទទួលការកក់មួយសប្ដាហ៍មុនថែមទៀតផងប៉ុន្តែបើខ្ញុំធ្វើការដែលខ្ញុំស្រឡាញ់ខ្ញុំនឹងមិនអាចរកលុយបានច្រើនដោយការងារដែលខ្ញុំកំពុងតែធ្វើនេះទេការធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្តជាញឹកញាប់តែងតែផ្ដល់សេចក្តីចម្រុងចម្រើនដល់អ្នកនៅខាងក្នុងរយៈពេលវែងប៉ុន្តែពេលខ្លះវាក៏មិនអាចផងដែរពេលខ្លះគឺពេលដែលអ្នកធ្វើអ្វីដែលអ្នកស្រឡាញ់វាគឺជាពេលដែលអ្នកមិនសូវត្រូវការលុយច្រើនប៉ុន្មានទេចូលឧបមាថាអ្នកគឺជាប្រធានក្រុមហ៊ុនម្នាក់អ្នកមានវិឡាធំមួយបូកនឹងកសិដ្ឋានតូចមួយដើម្បីទុកគ្រាន់តែកម្សាន្តនៅចុងសប្តាហ៍បូកនឹងឡានប្រណាំងទំនើបមួយគ្រឿងបូកនឹងប្រាក់សម្រាប់ចំណាយដែលមានចំនួនស្មើនឹងប្រាក់របស់ប្រធានប្រតិបត្តិកំពូលចំណង់ចំណូលចិត្តរបស់អ្នកពិតប្រាកដគឺការចិញ្ចឹមសេះនិងការបង្រៀនជិះសេះប៉ុន្តែអ្នកនិយាយថាខ្ញុំត្រូវបង្ខំចិត្តបន្តធ្វើការងារនៅក្នុងក្រុមហ៊ុនព្រោះខ្ញុំចាំបាច់ត្រូវរក្សាទុករបស់ទាំងអស់នោះនៅពេលអ្នកខ្លាយទៅជាគ្រូបង្រៀនខាងជិះសេះអ្នកប្រហែលជារកឃើញថាអ្នកមិនត្រូវការវិឡាស្កឹមស្កៃហើយនឹងឡានប្រណាំងទំនើបឡើយពេលខ្លះយើងទិញរបស់របរជាច្រើនគឺដើម្បីតែលួងលោមចិត្តរបស់យើងពីការស្អប់ការងារដែលយើងកំពុងតែធ្វើនេះតែប៉ុណ្ណោះនៅពេលអ្នកដើរតាមបេះដូងរបស់អ្នកខ្លួនឯងពេលនោះអ្នកប្រហែលជារកឃើញថា
ដីកសិដ្ឋានតូចមួយនិងឡានស៊ីបតូចមួយគ្រឿងគឺគ្រប់គ្រាន់ហើយវាមិនមែនមកពីការងារអ្នកក៏សម្គាល់រឿងមួយរបស់គ្រូពេទ្យដែលល្អគឺពួកគេចូលចិត្តមនុស្សច្រើនជាងថ្នាំពេទ្យទៅទៀតនៅទីនេះមានផ្លូវមួយដើម្បីរកអត្ថន័យនៅក្នុងអាជីពការងាររបស់អ្នកគឺការងារគឺមិនមែនជាពលកម្មនោះទេការងារអ្វីក៏ដោយដែលអ្នកធ្វើដើម្បីចិញ្ចឹមជីវិតគឺគ្រាន់តែជាយានដើម្បីតភ្ជាប់អ្នកជាមួយមនុស្សផ្សេងទៀតតែប៉ុណ្ណោះជីវិតរបស់អ្នកពេញឬមិនពេញបរិបូរណ៍គឺអាស្រ័យទៅលើរបៀបដែលអ្នកបម្រើអ្នកដទៃ Albert Schweitzer បាននិយាយថាមនុស្សដែលរកឃើញសេចក្តីរីករាយពិតប្រាកដគឺជាបុគ្គលដែលបានធ្វើការស្រាវជ្រាវហើយទីបំផុតរកឃើញរបៀបដើម្បីបម្រើអ្នកដទៃជាការអកុសលការបម្រើអ្នកដទៃស្ដាប់មើលទៅដូចជាទេសកលឬការលះបង់ខ្លួនតាមពិតទៅគឺមិនដូច្នោះទេវាគ្រាន់តែជាការបានដឹងនូវសេចក្តីពិតថាភាពរីករាយគឺកើតចេញអំពីការចំណាយខ្លួនឯងទាំងកម្លាំងកាយនិងពេលវេលាចំពោះបុព្វហេតុអ្វីមួយការបម្រើអាចមានទម្រង់ដូចជាការបង្រៀនមនុស្សឬការព្យាបាលជំងឺឲ្យមនុស្សជាដើមវាអាចជាការលក់ផ្កាស្រស់ស្អាតឲ្យពួកគេឬការជួសជុលឧបករណ៍កម្ដៅផ្ទះឲ្យពួកគេដោយស្នាមញញឹមដើម្បីធ្វើវាបានវាមិនតាក់ទងឬទាមទារឋានៈមុខងារអ្វីនោះឡើយប៉ុន្តែវាតាក់ទងនឹងផ្នត់ទស្សនវិជ្ជារបស់អ្នកទៅវិញទេសង្គមជានិច្ចកាលចូលចិត្តឲ្យតម្លៃលើការងារតាមរយៈសញ្ញាបត្របណ្ឌិតឬអនុបណ្ឌិតជាដើមហើយការនេះនាំឲ្យយើងគ្រោះថ្នាក់ព្រោះវាធ្វើឲ្យយើងមើលមិនឃើញខ្លឹមសារពិតប្រាកដរបស់ការងារនីមួយៗតាមពិតវាអាស្រ័យទៅលើមនុស្សទេតាចូលយើងឧបមាថាអ្នកកំពុងតែធ្វើការងារជាគ្រូបង្ហាត់បាល់បោះដល់ក្មេងៗអាយុក្រោម12ឆ្នាំមួយក្រុមអ្នកជាមនុស្សចូលចិត្តបាល់បោះហើយនេះគឺជាការងារល្អប៉ុន្តែពេលអ្នកពិចារណាហើយរកឃើញថាអ្នកធ្វើការងារនេះមិនមែនមកពីអ្នកស្រឡាញ់បាល់បោះឡើយតាមពិតអ្នកមានបំណងចង់ជួយក្មេងៗទាំងអស់នោះនៅពេលអ្នកមានសេចក្តីយល់ដឹងនេះទើបវាជាពេលដែលអ្នកអាចជួយក្មេងៗបានល្អប្រសើរអ្នកប្រហែលជានិយាយថាគ្រូបង្ហាត់បាល់បោះគឺមិនអាចផ្លាស់ប្ដូរជីវិតរបស់ក្មេងៗអាយុ12ឆ្នាំបានទេខុសហើយអ្នកនិយាយអញ្ចឹងគឺខុសហើយគ្រូបង្ហាត់ខ្លះពិតជាផ្លាស់ប្ដូរជីវិតក្មេងៗបានមែនហើយពួកគេគឺជាប្រភេទគ្រូដែលយល់ថាពួកគេកំពុងតែបង្ហាត់ក្មេងៗអំពីជីវិតហើយបាល់បោះគឺគ្រាន់តែជាមធ្យោបាយដើម្បីបង្ហាត់ពួកគេមានគ្រូច្រើនណាស់ដែលនិយាយប្រាប់ខ្លួនឯងថាតើខ្ញុំមានសារៈសំខាន់អ្វីទៅក្មេងៗទាំងអស់នេះមិនខ្វល់ពីពេជ្រគណិតទេមែនហើយពួកគេមិនខ្វល់មែនបើអ្នកកំពុងបង្រៀនសិស្សថ្នាក់ទី6ច្បាស់ណាស់បេសកកម្មរបស់អ្នកគឺមិនមែនជាពេជ្រគណិតនោះទេព្រោះដល់ថ្នាក់អនុវិទ្យាល័យទៅគេបង្រៀនពេជ្រគណិតបេសកកម្មចម្បងរបស់អ្នកគឺការយកចិត្តទុកដាក់ចំពោះក្មេងៗបើអ្នកជាធនាគារឹកបេសកកម្មរបស់អ្នកគឺមិនមែនជាតារាងតុល្យការឥណទាននោះទេតែបេសកកម្មចម្បងរបស់អ្នកគឺការយកចិត្តទុកដាក់ចំពោះអតិថិជនខ្ញុំធ្វើកាលពីប៉ុន្មានឆ្នាំកន្លងទៅខ្ញុំត្រូវបានគេអញ្ជើញឲ្យធ្វើជាមួយក្មេងម្នាក់នៅក្នុងបណ្ណាគារ Box & Co ក្នុងទីក្រុង Dayton រដ្ឋ Ohio ខណៈពេលដែលខ្ញុំកំពុងតែគូររូបនៅក្នុងបណ្ណាគារនោះបុគ្គលិកម្នាក់បាននិយាយប្រាប់រឿងដ៏រ៉ូមែនទិកមួយស្ដីអំពីអតិថិជនពីរនាក់របស់គាត់ថ្ងៃមួយ Rebecca ហើយនិង Ray កំពុងត្រួសព័ត៌មានស្ដីអំពីសិក្ខាសាលាដោះស្រាយវិបត្តិផ្លូវចិត្តដែលរៀបចំឡើងនៅក្នុងបណ្ណាគារ Ray និង Rebecca ទើបតែបាត់បង់ភរិយានិងស្វាមីរៀងៗខ្លួនក្នុងពេលកន្លងទៅថ្មីៗគេទាំងពីរនាក់ចាប់ផ្ដើមនិយាយជាមួយគ្នាហើយក៏សម្រេចចូលរួមនៅក្នុងសិក្ខាសាលាដោះស្រាយវិបត្តិផ្លូវចិត្តជាមួយគ្នាទីបំផុតអ្នកទាំងពីរក៏ក្លាយជាមិត្តភក្តិនឹងគ្នាប៉ុន្មានខែក្រោយមក Rebecca បានត្រឡប់ទៅបណ្ណាគារ Box & Co ម្ដងទៀតបុគ្គលិកនោះសួរទៅនាងថាតើអ្នកស្រីបានទទួលអ្វីដែលអ្នកស្រីចង់បានហើយឬនៅ Rebecca ឆ្លើយតបវិញថាខ្ញុំបានទទួលច្រើនជាងក្តីសុបិនរបស់ខ្ញុំទៅទៀតមានដូចជាបានរកឃើញសៀវភៅដែលខ្ញុំប្រាថ្នានិងរកប្រាក់ចំណូលដែលខ្ញុំតែងតែចង់បានហើយវាជាពិសេសរកឃើញមនុស្សម្នាក់សំខាន់បំផុតនៅក្នុងសិក្ខាសាលានោះយើងនឹងរៀបការនៅថ្ងៃទី15ខែកញ្ញាឆ្នាំនេះហើយបណ្ណាគារ Box & Co គឺពិតជាធ្វើឲ្យពួកគេរីករាយខ្លាំងណាស់ដូច្នេះពួកគេក៏សម្រេចចិត្តធ្វើពិធីមង្គលការនៅក្នុងបណ្ណាគារនោះតែម្ដងទូសៀវភៅត្រូវបានគេរំកិលទៅម្ខាងឯតុនិងកៅអីត្រូវបានគេជួលមករៀបចំយ៉ាងស្រស់ស្អាតផ្កាត្រូវបាននាំចូលមកតុបតែងតាមជញ្ជាំងហើយអំណោយត្រូវបានគេប្រមូលដាក់មួយកន្លែងមើលទៅហាក់ដូចជាភោជនីយដ្ឋានមួយដ៏ស្រស់បំព្រង
Annie ហើយនឹង Joe ដែលជាម្ចាស់បណ្ណាគារឈប់លក់សៀវភៅហើយតែងខ្លួនធ្វើជាអ្នកបម្រើខាងនាំនំឲ្យភ្ញៀវវាគឺជាបរិយាកាសដ៏អស្ចារ្យហើយធ្វើឲ្យបេះដូងរំភើបខ្លាំងណាស់បណ្ណាគារ Book & Co គឺជាការឆ្លុះបញ្ចាំងមួយជាក់ស្ដែងដែលបង្ហាញថាសេចក្តីរីករាយគឺការចេញអំពីបន្សំនៃការព្យាយាមប្រឹងប្រែងនិងការស្រមើស្រមៃវាកើតចេញពីការសម្រេចចិត្តដើម្បីជ្រើសរើសហើយចូលរួមប្រមាញ់ជំរើសរបស់ខ្លួននៅក្នុងស្មារតីខ្ញុំអាចជួយអ្នកបានបើមិនចង់ចូលរួមវាងាយខ្លាំងណាស់សម្រាប់អេនីនិងជូគឺគ្រាន់តែពួកគេនិយាយដល់សារថានេះគឺជាបណ្ណាគារយើងមិនទទួលរៀបចំពិធីមង្គលការទេគឺជាការស្រេចប៉ុន្តែម្ចាស់បណ្ណាគារទាំងពីរនាក់នេះមិនធ្វើដូច្នោះឡើយក្រៅពីមានសៀវភៅល្អៗបណ្ណាគារ Book & Co តែងតែអញ្ជើញក្រុមតន្ត្រីមកប្រគំជារៀងរាល់ចុងសប្តាហ៍ពួកគេក៏រៀបចំកម្មវិធីសូត្រកំណាព្យសិក្ខាសាលានិងការបង្រៀនផ្សេងៗថែមទៀតផងពួកគេក៏មានរៀបចំកម្មវិធីដើរមើលសត្វចិញ្ចឹមផងដែរនៅថ្ងៃអាទិត្យមុនពេលខ្ញុំទៅធ្វើជានិក្មិននៅទីនោះមានសត្វឆ្កែស្អាតៗជាង500ក្បាលរួចទៅហើយវាមិនអាស្រ័យលើប្រភេទការងារថាត្រូវតែមានលក្ខណៈបែបនេះឬបែបនោះទេទើបធ្វើឲ្យអ្នកសប្បាយចិត្តនោះឡើយផ្ទុយមកវិញគឺវាអាស្រ័យលើរបៀបដែលអ្នកធ្វើការងារទៅវិញទេបើអ្នកគឺជាម្ចាស់បណ្ណាគារឬជាអ្នកធ្វើទូឬជាអ្នកមើលថែក្មេងអ្នកអាចជ្រើសរើសរបៀបដើម្បីបំពេញកិច្ចការនេះមួយក្នុងចំណោម2យ៉ាងគឺប្រើទម្លាប់ដែលមនុស្សផ្សេងៗតែងតែធ្វើឬក៏អាចប្រើការស្រមើស្រមៃច្នៃប្រឌិតរបៀបដើម្បីធ្វើវាគំនិតសំខាន់សេចក្តីរីករាយគឺស្ថិតនៅក្នុងសកម្មភាពដែលអ្នកកំពុងតែធ្វើអ្វីមួយហើយវានឹងរីកធំឡើងបើអ្នកធ្វើវាប្រកបដោយស្មារតីគិតថាអ្នកបានជ្រើសរើសធ្វើវាដោយសុទ្ធចិត្តជាជាងធ្វើវាព្រោះតែអ្នកគ្មានជំរើសណាផ្សេងពីនេះខ្ញុំមិនខ្វល់ទេអ្វីក៏ខ្ញុំធ្វើដែរឲ្យតែខ្ញុំខ្លាចជាអ្នកមានហើយល្បីល្បាញភាសាសំស្ក្រឹតសម្រាប់ពាក្យគោលបំណងរបស់អ្នកនៅក្នុងជីវិតគឺជាព្រះធម៌បើយោងទៅលើច្បាប់ព្រះធម៌ឬច្បាប់ធម្មជាតិព្រោះព្រះធម៌គឺជាធម្មជាតិនឹងឯងមនុស្សយើងម្នាក់សុទ្ធតែមានទេពកោសល្យរៀងៗខ្លួនដើម្បីជីកកោះកាយនៅពេលយើងធ្វើអ្វីដែលអនុលោមឬស្របទៅតាមទេពកោសល្យទាំងនោះយើងនឹងរកឃើញសេចក្តីរីករាយពិតប្រាកដនៅក្នុងជីវិតយោងទៅតាមច្បាប់ដដែលនេះយើងនឹងរកឃើញទេពកោសល្យទាំងអស់នោះនៅក្នុងពេលដែលយើងសួរខ្លួនឯងនៅសំណួរតើខ្ញុំអាចធ្វើអ្វីខ្លះជាជាងសំណួរតើខ្ញុំអាចទទួលបានអ្វីខ្លះលោក Bill Gates គឺជាកំពូលអ្នកមានម្នាក់នៅក្នុងលោកបើស្ដាប់គាត់និយាយគឺវាច្បាស់ណាស់ថាគាត់សប្បាយរីករាយជាមួយនឹងការសរសេរប្រូក្រាមកុំព្យូទ័រជាជាងជាមួយនឹងលុយដែលគាត់ទទួលបានលោក Elvis Presley ដែលជាកំពូលតារាចម្រៀងកាលពីសតវត្សទី20មិនបានចេញដំណើរនាវាជីវិតរបស់គាត់ដើម្បីទៅស្វែងរកភោគទ្រព្យសម្បត្តិស្ដុកស្ដម្ភអ្វីទេគឺគាត់ប្រាថ្នាចង់បញ្ចេញថាសចម្រៀងរបស់គាត់តែប៉ុណ្ណោះទ្រព្យសម្បត្តិគឺមិនមែនជាគោលដៅឡើយវាគ្រាន់តែជាលទ្ធផលដោយសារតែគេឈ្មោះវាធ្វើឲ្យមនុស្សល្បីល្បាញភាគច្រើនប្រែជាមូម៉ៅហើយបាត់បង់សេចក្តីសុខក្នុងចិត្តហេតុអ្វីក៏អ្នកចង់ឲ្យចោរលបលួចឡើងជញ្ជាំងរបងក្រោយផ្ទះរបស់អ្នកតើអ្នកចង់បានអ្នកថតរូប60នាក់ឈរពាសពេញផ្លូវតម្រង់កាមេរ៉ាទៅកាន់បង្អួចបន្ទប់បង្គន់របស់អ្នកដើម្បីអ្វីទៅបើអ្នកឧបមាថាមនុស្សម្នាក់សុទ្ធតែធ្វើការដែលខ្លួនស្រឡាញ់តើមាននរណាធ្វើការជាជាងជួសជុលផ្លូវទោះបីវាមិនមែនជាការងារដែលអ្នកចូលចិត្តប៉ុន្តែមានមនុស្សមួយចំនួនចូលចិត្តធ្វើការងារជួសជុលផ្លូវជាការងារដែលមិនរវល់នឹងការលើកទូរស័ព្ទបាននៅកណ្ដាលវាលមានឡានធំហើយអាចស្ដាប់ចម្រៀងបានថែមទៀតផងវាក៏មានគុណសម្បត្តិរបស់វាដែរអ្នកជិតខាងរបស់យើងឈ្មោះ Wolfie គឺជាគ្រូពេទ្យវះកាត់ថ្មីនេះនៅក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចជាមួយគ្នាគាត់បានប្រាប់យើងអំពីការវះកាត់ឬដងបាតមួយនៅល្ងាចនេះហើយគាត់និយាយដូចជារីករាយខ្លាំងណាស់នៅពេលខ្ញុំសាកល្បងព្យាយាមស្រមៃថាខ្ញុំកំពុងតែធ្វើការវះកាត់គូរបស់មនុស្សម្នាក់ខ្ញុំគិតថាវោវៃគឺជាចំជាមនុស្សកុហកហើយប៉ិនកំ pl ែងមែនប៉ុន្តែបន្តិចក្រោយមកទើបខ្ញុំដឹងច្បាស់ថាគាត់មិនមែននិយាយលេងសើចនោះទេវោវៃមានចំណង់ចំណូលចិត្តខាងវះកាត់មនុស្សខ្លាំងណាស់ហើយគាត់ស្រឡាញ់ឫសដងបាតណាដែលធំល្អថែមទៀតផងនៅពេលដែលវោវៃបរិយាយអំពីឫសដងបាតគាត់ធ្វើឲ្យយើងអាចមើលឃើញវានៅនឹងភ្នែកមនុស្សខុសគ្នាក៏ចូលចិត្តរបស់ខុសគ្នាដែរយើងម្នាក់សុទ្ធតែកំពុងធ្វើដំណើរលើផ្លូវផ្សេងគ្នាហើយក៏ក្នុងជំហានខុសគ្នាផងដែរនៅពេលអ្នកបោះជំហានទៅធ្វើអ្វីមួយផ្សេងដែលអ្នកចូលចិត្តវានឹងមានមនុស្សណាម្នាក់ចូលមកជំនួសការងារចាស់របស់អ្នក
បើខ្ញុំចាប់ផ្ដើមធ្វើការដែលខ្ញុំចូលចិត្តតើខ្ញុំនឹងមានបញ្ហាតិចតួចឬមិនដូច្នេះទេបេសកកម្មក្នុងជីវិតរបស់អ្នកគឺមិនមែនធ្វើយ៉ាងណាកុំឲ្យជួបបញ្ហានោះទេបេសកកម្មរបស់អ្នកគឺធ្វើយ៉ាងណាឲ្យមានសេចក្តីរីករាយសំណាងល្អបំផុតរបស់អ្នកដើម្បីទទួលបានភាពស្តុកស្តម្ភគឺត្រូវធ្វើអ្វីដែលអ្នកស្រឡាញ់សេចក្តីស្រឡាញ់គឺជាធម៌ពលអ្វីដែលអ្នកធ្វើប្រកបដោយក្តីស្រឡាញ់គឺត្រូវបានចាក់បញ្ចូលទៅដោយធម៌ពលវិជ្ជមានដែលមានគុណភាពល្អហើយធម៌ពលប្រភេទនេះនឹងមុខជាត្រូវបំផ្លាញឲ្យคล้ายទៅជាប្រាក់ដុល្លារប៉ុន្តែការនេះមិនមែនមានន័យថាវាគ្មានភាពស្មុគស្មាញនឹងការជឿចាប់អ្វីសោះនោះឡើយថ្មីត្បិតតែខ្ញុំស្រឡាញ់ការនិពន្ធនិងការគូរគំនូរខ្ញុំក៏មានបញ្ហាមួយចំនួនទាក់ទងនឹងសៀវភៅដែលទើបតែចេញថ្មីមួយចំនួនដែរគំនិតសំខាន់ការធ្វើកិច្ចការដែលអ្នកស្រឡាញ់គឺមិនមែនជារូបមន្តដើម្បីធ្វើឲ្យជីវិតមួយងាយស្រួលជាងមួយនោះទេវាគ្រាន់តែជារូបមន្តដើម្បីធ្វើឲ្យជីវិតមានសេចក្តីរីករាយជាងមុនតែប៉ុណ្ណោះថាមិនត្រូវអ្នកប្រហែលជានឹងមានទំនួលខុសត្រូវច្រើនជាងមុនហើយនឹងមានបញ្ហាច្រើនជាងមុននៅក្នុងពេលអ្នកធ្វើការដែលអ្នកស្រឡាញ់ផងក៏មិនដឹងសូមអរគុណសូមរងចាំស្ដាប់ភាគបន្ត